ប៉ុន្តែអាចសួរអៀងបលីបានអាចសួរក្រុមសឿនសានដែលចូលរួមចរចាហើយនៅបាទនឹងកូនគាត់សឿនសុបេទៅសួរកូនសឿនសុបេអត់សតថ្ងៃបាទបងហៅនៅក្នុងនៅចាំយើងកាលហ្នឹងគេទៀមទាឲ្យយើងលុបចោលរំលាយចោលធនាគារជាតិរំលាយចោលប្រាក់រៀលព្រោះគេថាអាហ្នឹងវាមិនមែនតំណាងឲ្យពួកគេទេបានខ្ញុំស្ដីឲ្យថាលោកឯងចង់ចាយទៅមិនចាយទេហើយទៅណាខ្ញុំពេលហ្នឹងថាមិនមែនមុខម៉ែឬម៉ែខ្ញុំទេណាព្រោះពួកហ្នឹងចរចាវាក្តៅវាមានអាចំណុចចឹងណាចូលមកក្នុងពង្រៀងកិច្ចព្រមព្រៀងប៉ារីសគេនិយាយពីប្រភពអំណាចតែមួយគត់ប៉ុន្តែពួកគេបានភ្លេចគិតអំពីរដ្ឋបាលនៅនឹងកន្លែងគួរឲ្យសោកស្ដាយដែលពួកគេមិនអាចយកឈ្នះខ្ញុំបានត្រីភាគីមិនអាចយកឈ្នះហ៊ុនសែនម្នាក់ឯងបានទេ3ទល់1ពួកគេមើលកិច្ចព្រមព្រៀងពង្រៀងកិច្ចព្រមព្រៀងប៉ារីសដែលរៀបចំដោយប្រទេសធំត្រឹមតែឃ្លាថា ANC ជាប្រភពអំណាចតែមួយគត់នៅក្នុងដំណាក់កាលអន្តរកាលគេមើលតែកន្លែងហ្នឹងគេផ្ដល់ការគ្រប់គ្រងដោយគ្មានរេសែបគ្មានបំរុងទុកអ្វីទាំងអស់ប៉ុន្តែគេភ្លេចមើលឧបសម្ព័ន្ធស្ដីពីរដ្ឋបាលនៅនឹងកន្លែងរដ្ឋបាលនៅនឹងកន្លែងគេតម្រូវឲ្យអ៊ុនតាក់ធ្វើការត្រួតពិនិត្យទៅលើក្រសួង5រួមមានក្រសួងហិរញ្ញវត្ថុក្រសួងមហាផ្ទៃក្រសួងការពារជាតិក្រសួងព័ត៌មាននិងក្រសួងវប្បធម៌តែប៉ុណ្ណោះ